ឃើញគេលក់បន្លែតាមផ្លូវល្អក៏ឈប់ទិញបន្លែនេះសិតជាបន្លែធម្មជាតិដែលគេដាំនៅក្រោយផ្ទះខ្លួនឯងទាំងអស់នេះបងប្អូនមានតាំងពីត្រួយល្ពៅមានតាំងពីតកួនហើយមានអាណងមានមួយទៀតគឺឃ្លោកចាបងប្អូនល្អមែនតើគឺគាត់ដាំខ្លួនឯងទាំងអស់ហើយធូរថ្លៃមែនតើអាណងមួយថងនេះ3ទៅ4ផ្លែមួយថងតែ1000ទេឃ្លោកអី1ទៅ500ត្រួយល្ពៅមិញហ្នឹងមួយដៃ1000ហើយតកួននេះម្ដុំ500អញ្ចឹងណានេះសិតសង់ទៅជាបន្លែនៅក្នុងភូមិដែលបងប្អូនប្រជាកសិករគាត់ដាំទាំងអស់ហើយខ្ញុំក៏ឃើញអាណងល្អនេះគិតថាទិញមួយថងយកមកឆាជាមួយនឹងសាច់មាន់ដល់ឃើញសាច់មាន់នៅសល់មកផ្លូវនៅក្នុងទូបន្តមកទៀតនឹងយកមកលាងទឹកសម្អាតចិត្តសបកចិត្តអីរួចរាល់ហើយជាមួយនឹងត្រួយល្ពៅនេះគឺសក់វាត្រឡប់ជាមួយនឹងប្រេងខ្យងហើយនឹងធ្វើបានម្ហូបពីរមុខដំបូងពេលតែទិញនៅនោះគិតថាឃើញខ្ចីល្អយកមកចុចប្រហុកប៉ុន្តែរួចហើយក៏ដូរចិត្តវិញថាយកមកឆាវិញដោយសារតែឃើញសាច់មាន់នៅក្នុងទូនោះពី2ថ្ងៃហើយអញ្ចឹងអត់ហ៊ានទុកតទៀតទេខ្លាចវាផែសវល់ផែក្លិនអញ្ចឹងហើយក៏ឆាវាទៅកុំឲ្យខាតហើយចំពោះអាណងវិញខ្ញុំចង់សាកតាមចាស់យូរគាត់ប្រាប់ថាអាណងបើយកទៅឡម្ជូរក៏ឆ្ងាញ់ដែរប៉ុន្តែចេះតែអត់បានសាកខ្លាចថាឡទៅអត់ត្រូវរសជាតិអត់ឆ្ងាញ់អញ្ចឹងពេលទៅក៏យកមកឆាទៀតទៅក៏ដងយកមកដល់ស្ងោរចុចទឹកម្រេចឬក៏ចំហុយប្រហុកចុចអីចឹងទេប៉ុន្តែអានឹងឆាទៅដោយសារតែឃើញសាច់មាន់ណាចឹងហើយក៏ឆាផងហើយមួយទៀតត្រឡប់ប្រេងខ្យងផងត្រួយល្ពៅនឹងបើយើងឆាជាមួយនឹងពងទាអីក៏ឆ្ងាញ់ដែរបន្លែធម្មជាតិវាទៅវាឆ្ងាញ់ហ្មងហើយត្រួយល្ពៅធ្វើបានម្ហូបច្រើនណាបងប្អូនអាចយកទៅស្លម្ជូរគ្រឿងអីក៏បានដែរម្ដាយរបស់ខ្ញុំក៏ធ្លាប់យកទៅស្លម្ជូរគ្រឿងឆ្ងាញ់ជាងតកូនទៀតត្រួយល្ពៅហ្នឹងហើយបើអ្នកខ្លះវិញគាត់យកទៅធ្វើស៊ុបហ្នឹងក៏ឆ្ងាញ់មួយយ៉ាងដែរបងប្អូនសក់អញ្ចឹងហើយបងនៅក្នុងស៊ុបនិយាយថាជាតិហ្មងជាតិស្រួយឆ្ងាញ់ជាងតកួនទៀតនិយាយទៅម្ហូបឲ្យតែយើងប្រកែច្នៃគឺធ្វើបានច្រើនមុខណាស់តែយើងអត់សូវដឹងទៅយើងដឹងទៅឆាដឹងទៅស្ងោរដឹងទៅស្លក់ហ្នឹងយើងធ្វើអត់បានច្រើនទេឥឡូវនេះយើងសកត្រួយល្ពៅរួចរាល់អស់ហើយខ្ញុំចាប់ផ្ដើមដាក់ដាំទឹកសោះត្រួយល្ពៅមុនគេត្រួយល្ពៅនេះខ្ញុំសោះមុននឹងឆាគឺយើងសោះសិនដើម្បីឲ្យវាស្រួយឆ្ងាញ់ណាទឹកពុះបែបហ្នឹងហើយខ្ញុំដាក់ត្រួយល្ពៅចូលហើយត្រឡប់វាបន្តិចទៅបន្តមកទៀតហ្នឹងគឺយកប្រេងអូលីវមកចាក់ពីលើអញ្ចេះចាក់ប្រេងអូលីវគឺដើម្បីឲ្យបន្លែរបស់យើងទន់ល្អហើយពណ៌វានៅតែស្អាតណាបងប្អូនពេលដែលយើងសោះទៅពណ៌វានៅតែខៀវអញ្ចឹងវាអត់ឡើងខ្មៅអត់អីទេដាក់ប្រេងអូលីវនេះចូលរួចទៅហើយត្រឡប់វា3-4 ដងចេះមកឲ្យវាទន់បន្លែយើងហើយចាំយើងស្រង់វាចេញទុកមកកដប់សិនហើយខ្ទះនឹងដែរនឹងយើងមិនយកទៅណាទេគឺយកទៅទឹកចេញមកបានហើយចាប់ផ្ដើមរៀបចំដាក់ត្រឡប់ប្រេងខ្យងជាមួយនឹងត្រួយល្ពៅនេះត្មងទៅដាក់ប្រេងឆាអស់ចូលមកបំពងខ្ទឹមវាឲ្យឈ្ងុយណាបងប្អូនបំពងខ្ទឹមឲ្យឈ្ងុយហើយយើងឆាគ្រឿងវាឲ្យចូលជាតិគ្នាឆ្ងាញ់សិនចាំយើងដាក់ត្រួយល្ពៅនឹងចូលហើយយើងឆាត្រឡប់វាចុះឡើងហើយដាក់ត្រួយល្ពៅចូលហើយចាំយើងបន្ថែមដូចជាប៊ីចេងស្ករបន្តិចទៅហើយនឹងម្សៅស៊ុបបន្តិចទឹកថៃបន្តិចគឺថារួចជាការស្រេចហើយឆាត្រឡប់ភេកខ្យងមុខនេះគឺតែប៉ុណ្្នឹងទេហើយយើងក៏បានរួចហើយមួយមុខហើយបន្តមកទៀតហ្នឹងគឺយើងចាប់ផ្ដើមចូលឆាសាច់មាន់ជាមួយនឹងអាណងម្ដងផើខ្ទះនឹងដដែលបងប្អូនអត់ដូរទៅណាទេគឺយើងចាប់ផ្ដើមចាក់ប្រេងឆាចូលបំពងខ្ទឹមដែរមកចាឲ្យខ្លាំងឈ្ងុយដូចមិញអញ្ចឹងឡើងឈ្ងុយហើយចាំយើងដាក់សាច់មាន់នេះចូលណាបងប្អូនគឺខ្ញុំអត់តន់ដាក់ស្ករដាក់អីស្ករគឺខ្ញុំចាំផើតាមខយដើម្បីកុំឲ្យឆ្នាំងរបស់យើងខ្លោចព្រោះថាយើងឆា2 ដងនេះឆ្នាំងរបស់យើងវារៀងផែពណ៌ហើយវាចង់ខ្លោចអញ្ចឹងយើងបញ្ញាបន្តិចមកឆាខ្ទឹមហើយដាក់តែប្រេងខ្យងចូលហើយយើងបន្ថែមជាមួយនឹងទឹកត្រីបន្តិចមកឆាប៉ុណ្ណឹងឲ្យវាឈ្ងុយហើយបន្តមកទៀតគឺយើងដាក់សាច់មាន់នេះចូលតែម្ដងឆាត្រឡប់សាច់មាន់របស់យើងឲ្យវាឆ្អិនបន្តិចចាំយើងដាក់បន្លែតាមខអញ្ចឹងណាចាបន្ទាប់ពីយើងដាក់អាណងដាក់អីចូលហើយហ្នឹងគឺយើងច្របល់វាឲ្យចូលគ្នាបន្តិចមកហើយមើលទៅរៀងកោកដែរវាអត់តន់ចេញទឹកពីអាណងទេអញ្ចឹងក៏យើងលួចបន្ថែមជាទឹកបន្តិចទៅបងប្អូនចាដាក់ទឹកបន្តិចមកដើម្បីរងាស់អាណងនេះឲ្យវាចេញទឹកដែរអញ្ចឹងណាបើយើងអត់ដាក់ទេវានៅកោកអញ្ចឹងមិនងាយចេញទេបើសិនជាយើងអត់ដាក់ទឹកទេហ្នឹងអាណងហ្នឹងវាអាចប្រែទៅជាពណ៌ខ្មៅអញ្ចឹងយើងដាក់ទឹកបន្តិចហើយយើងចាប់ផ្ដើមច្របល់វាបន្តិចទៅហើយច្របល់វាហើយវាអាណងយើងចាប់ផ្ដើមទន់ក៏វាចេញទឹកដែរអញ្ចឹងបងប្អូនហើយ
យើងដាក់គ្រឿងមកឆ្ងាញ់អីរួចរាល់អស់ហើយគឺយើងបន្ថែមជាមួយនឹងម្រេចម៉ត់ហើយនឹងស្លឹកខ្ទឹមចូលមកហើយទៅភ្លក់តាមតម្រូវចិត្តរបស់យើងមកគឺថារួចជាការស្រេចហើយថ្ងៃនេះបានម្ហូប2មុខម្ហូបតិចដែរអញ្ចឹងណាបងប្អូនចំពោះត្រួយល្ពៅនេះគឺអត់មានអ្នកហូបទេផ្ទះខ្ញុំគឺមានតែខ្ញុំទៅតែចេះប៉ុន្តែឆាណងគឺថាអ្នកផ្ទះខ្ញុំគាត់ចូលចិត្តទាំងអស់គ្នាទាំងកូនទាំងប្តីទាំងអីចឹងទៅឲ្យទៅមុខម្ហូបឆាអ្នកផ្ទះខ្ញុំគាត់អត់សូវសានទេកុំឲ្យទៅស្លម្ជូរអីហ្នឹងគឺគាត់អត់សូវចំណូលទេចាហើយសកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្ណេះទេបងប្អូនទាំងអស់គ្នាអរគុណច្រើនបាយបាយ